លោកអ្នកទទួលជ្រាបនៅមេតិការព័ត៌មានសំខាន់តទៅនេះសូមអញ្ជើញប្រិយមិត្តទូរទស្សនិកជនតាមដានទស្សនានៅព្រឹត្តិការណ៍ព័ត៌មានជាតិពិស្ដាស្របពេលដែលមានកំណើនអាជីវកម្មជាពិសេសទីផ្សារហាងកាហ្វេនៅក្នុងរាជធានីភ្នំពេញគេឃើញមានហាងកាហ្វេល្បីៗមួយចំនួននៅកម្ពុជាបានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការអតិថិជនយ៉ាងណាមិញនៅសប្តាហ៍នេះផាកាហ្វេបានបើកសាខាថ្មីនៅបាក់ទូកបន្ថែមទៀតខណៈអតិថិជនដែលគ្រប់គ្រងកាហ្វេនេះបានកើនឡើងរហូតដល់1 លាននាក់នៅឆ្នាំ2015លោកហេងសេងលីនាយកគ្រប់គ្រងទូទៅផាកាហ្វេមានប្រសាសន៍ថាក្នុងឆ្នាំ2015ផាកាហ្វេ Food and Beverage ទទួលបានអតិថិជនចំនួន1 លាននាក់និងលក់កាហ្វេអស់ 20,000 កែវនិងអាហារច្រើនមុខផ្សេងទៀតលោកថាដោយសារកំណើននេះទើបផាកាហ្វេបានពង្រីកសាខាជាបន្តបន្ទាប់បច្ចុប្បន្នផាកាហ្វេមានសាខាចំនួន9ហើយគ្រោងនឹងពង្រីកសាខារហូតដល់31ហាងនៅឆ្នាំ2020លោកស្រីប្រិមត្តទស្សនិកជនជាទីគោរពកັບផ្សាយព្រឹត្តិការណ៍ព័ត៌មានអាស៊ីអាគ្នេយ៍ចុងសប្តាហ៍បានជាមកដល់ទីបញ្ចប់ពីកម្មវិធីក៏សូមថ្លែងអំណរគុណដល់ការចំណាយពេលវេលាតាមដានទស្សនារបស់លោកអ្នកនិងសូមអរគុណដល់បណ្ដាមជ្ឈឧបត្ថម្ភនៅក្នុងកម្មវិធីគណៈនេះវត្តមានខ្ញុំថ្ងៃរស្មីខ្ញុំអានស្រីណែតនិងក្រុមការងារសូមអរគុណនិងសូមគោរពលា